ចាសូមអញ្ជើញបងអូនឈៀនឈៀវចាសូមគោរពគណៈធិបតីជាទីគោរពសូមគោរពអ្នកគ្រូលោកគ្រូមេដាបេដាអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់នាងខ្ញុំឈ្មោះឈៀនឈៀនឈៀវរៀនថ្នាក់ទី2ខនៃសាលាបឋមសិក្សា Go Global ថ្ងៃនេះខ្ញុំឡើងមកអានអំណានមានចំណងជើងថាភូមិខ្ញុំរុងរឿងសូមរីករាយស្ដាប់ដូចតទៅភូមិខ្ញុំស្ថិតនៅក្នុងតំបន់ជនបទតែសប្បុរសប្បាយភូមិខ្ញុំមានវាលស្រែធំល្វឹងល្វើយផ្លូវថ្នល់ស្អាតមានសាលារៀនមន្ទីរពេទ្យនិងវត្តអារាមពួកគេធ្វើស្រែចម្ការបានផលល្អជារៀងរាល់ឆ្នាំប្រជាជនភាគច្រើននៅភូមិខ្ញុំពួកគេមានជីវភាពសមរម្យនិងធូរធារនៅតាមគេហដ្ឋាននីមួយសុទ្ធតែមានបង្គន់អនាម័យប្រើប្រាស់ពួកគេចេះសាមគ្គីស្រឡាញ់គ្នានិងជួយធុរៈគ្នាយកអាសាគ្នាហើយរស់នៅដោយសុខសាន្តចំណែកពួកក្មេងៗបានចូលរៀនគ្រប់គ្នាខ្ញុំស្រឡាញ់ភូមិខ្ញុំណាស់ហេតុដូច្នេះហើយបានជាភូមិខ្ញុំមានឈ្មោះថាជាភូមិរុងរឿងចាសូមអរគុណច្រើនចំពោះបងអូនឈៀនឈៀវចាដូច្នេះបងអូនអាចត្រឡប់ទៅវិញបានចា